Chẳngខ្ញុំផលិតវីដេអូនេះឡើងសម្រាប់បងប្អូនដើម្បីជំនួយជាស្មារតីក្នុងការចាត់ចែងលុយកាក់បងប្អូនព្រោះថាបច្ចុប្បន្ននេះគឺអ្វីគឺចំណាយបាទតែយើងចំណាយផ្ដេសផ្ដាសបាទចំណាយអត់ចាំបាច់គឺធ្វើឲ្យលុយនៅក្នុងកុងរបស់យើងឬក៏ក្នុងហោប៉ៅរបស់យើងគឺចាយអត់ដល់ថ្ងៃទី30ឬក៏ថ្ងៃទី31តែម្ដងបងប្អូនណាអញ្ចឹងតម្រូវឲ្យបងប្អូនអនុវត្តទៅតាមការបែងចែកក្បួនរបស់យើងនេះគឺបងប្អូននឹងសល់លុយខ្លះប្រចាំខែតែម្ដងហើយជឿថាការចាប់ផ្ដើមដំបូងវារៀងបាទឲ្យបងប្អូនគឺសង្កត់ចិត្តអត់ធ្មត់បន្តិចព្រោះការចំណាយយើងធ្លាប់តែចំណាយជះខ្ជាយបាទចេញពីធ្វើការហូបចុកបាទចេញពីធ្វើការដាក់មកយួរចេញពីធ្វើការទៅនេះទៅនោះក៏ប៉ុន្តែបើសិនជាបានមើលវីដេអូនេះហើយគឺវារៀងតឹងទ្រូងតិចបងប្អូនណាបាទអញ្ចឹងតម្រូវឲ្យបងប្អូនអត់ធ្មត់ផងដែរចំពោះការប្រើប្រាស់ហិរញ្ញវត្ថុបងប្អូនឲ្យមានរបៀបរៀបរយដើម្បីឲ្យបានសល់ប្រចាំខែផងដែរណាបងប្អូនណាអូខេអញ្ចឹងគឺចំណុចទី1គឺគេឲ្យយើងនឹងដក 10% បាទនៃចំណូលប្រាក់ខែរបស់យើងណាអញ្ចឹង 10% នៃចំណូលប្រាក់ខែរបស់យើងឧទាហរណ៍ថាប្រាក់ខែរបស់យើង$300អញ្ចឹងបើសិនជាបងប្អូនដក 10% មកគឺ$30បងប្អូនណាអញ្ចឹងកុំប៉ះពាល់អសោះទៅលើ$30ហ្នឹងឲ្យតែបងប្អូនបានលុយមកភ្លាមគឺបងប្អូនត្រូវតែដក$30ដើម្បីយកទៅដាក់នៅកន្លែងណាមួយដើម្បីសន្សំបងប្អូនណាឬក៏ដាក់ក្នុងធនាគារ saving មួយដែលមិនអាចដកលុយបានអីចឹងទៅយើងធ្វើអញ្ចឹងដើម្បីអ្វីបងប្អូនតែងតែមានផ្នត់គំនិតខ្លះថាចាយសិនណាសល់ចាំសំចំពោះអាចំណុចហ្នឹងបងប្អូនអត់ដែរសល់ទេណាបាទលុះត្រាតែយើងរកលុយបានច្រើនប្រចាំថ្ងៃអាហ្នឹងបានសល់ក៏ប៉ុន្តែយើងមានប្រភពចំណូលមួយខែតែម្ដងគឺយើងអត់សល់ទេបើសិនជាយើងអត់ដកទុកមុនណាអញ្ចឹងចំណុចទី1តម្រូវឲ្យបងប្អូនដក$30សិនដែលវាស្មើនឹង 10% យកទៅសន្សំសិនរហ័យសល់$270ចាំបងប្អូនយកទៅបែងចែក$270នេះបងប្អូនសូមយកទៅបែងចែកជា3ទី1គឺចំណាយចាំបាច់ដែលវាផ្ដោតទៅលើផ្ទះជួលអាហារបាទការដែលយើងចាក់សាំងម៉ូតូអីផ្សេងហ្នឹងណាគឺជាចំណាយចាំបាច់ហើយដូច្នេះបងប្អូនដកវាឲ្យច្រើនទៅគឺចំនួន$180បងប្អូនណាបាទ$180ហើយចំណុចទី2គឺអាហារមួយចំនួនដែលវាធ្វើឲ្យបងប្អូន feeling good ឧទាហរណ៍ថាកាហ្វេបាទកាហ្វេបងប្អូនអាចបើសិនជាអ្នកដែលអត់ចេះញ៉ាំកាហ្វេហ្មងគឺសល់លុយតែបើសិនជាអ្នកដែលគាត់ញ៉ាំកាហ្វេជាអចិន្ត្រៃយ៍បាទសូមដក$60ទៅដើម្បីញ៉ាំកាហ្វេណាបាទព្រោះអ្នកអត់ចេះញ៉ាំកាហ្វេអត់អីទេតែបើសិនជាអ្នកចេះញ៉ាំកាហ្វេគឺមួយថ្ងៃហ្នឹងគាត់អត់ញ៉ាំកាហ្វេគឺអត់កើតទេខួរក្បាលគាត់អត់ស្រស់ថ្លាអីចឹងទៅអញ្ចឹងបងប្អូនដក$60ទៅដើម្បីជាបាក់ចិត្តមួយសម្រាប់ចំណាយទៅលើការញ៉ាំកាហ្វេរបស់បងប្អូនណាបាទហើយបន្ទាប់មកទៀតគឺយើងមាន$30សម្រាប់លុយកាក់ដែលយើងមានបញ្ហាកើតឡើងណាមួយដែលយើងមិនដឹងដែលភាសាអង់គ្លេសគេឲ្យឈ្មោះថា emergency fund ណាបងប្អូនអញ្ចឹងយើងរស់នៅបច្ចុប្បន្ននេះគឺយើងអត់ដឹងទេថាតើយើងនឹងកើតអ្វីតើម៉ូតូយើងនឹងមានបញ្ហាអ្វីជួនកាលជិះស្រាប់តែដាច់ចង្វាក់ជិះស្រាប់តែបែកកង់អីចឹងទៅអញ្ចឹងក៏យើងត្រូវមានកញ្ចប់ថវិកាមួយសម្រាប់បញ្ហាទាំងអស់ហ្នឹងដែរឥឡូវខ្ញុំលើកឧទាហរណ៍មួយស្រាប់តែបងប្អូនធ្វើការស្រាប់តែផ្ដាសាយបាទយកអីទៅទិញថ្នាំយកអីទៅពិនិត្យគឺយើងយកលុយណាបងប្អូនចាស់លុយ emergency fund នេះគឺបងប្អូនសម្រាប់ប្រើប្រាស់បន្ទាន់ភ្លាមហើយនៅពេលដែលយើងមានបាក់ចិត្តនឹងហើយគឺវាអត់ប៉ះពាល់ទៅលើអាលុយដែលយើងចំណាយប្រចាំថ្ងៃលុយដែលយើងញ៉ាំកាហ្វេឬក៏លុយដែលយើងសន្សំ 10% នោះទេបងប្អូនណាអញ្ចឹងឈានទៅដល់ចំណុចទី3ចំណុចទី3គឺឲ្យបងប្អូនចាយជាសាច់លុយផ្ទាល់កុំទម្លាប់ចាយតាមរយៈ QR បាញ់ចេញបាញ់ចូលអាហ្នឹងគឺលុយយើងបាត់បង់លឿនណាស់បងប្អូនណាខ្ញុំសូមនិយាយជាផ្នត់គំនិតមួយបងប្អូនឃើញលេខ1នៅក្នុង
គណនីកង់របស់បងប្អូនឃើញវាតិចណាបងប្អូនក៏ប៉ុន្តែបើសិនជាបងប្អូនលេខ1នឹងសួរថាស្មើប្រមាណគឺវាស្មើនឹង 4000 លុយខ្មែរណាបងប្អូនណា$1ស្មើនឹង 4000 លុយខ្មែរបងប្អូនសាកដក$1ហ្នឹងជាលុយខ្មែរយកមកដាក់ក្នុងកប៉ាល់របស់យើងមើលគឺវាបានច្រើនប៉ុន្តែបើសិនជាបងប្អូនទិញអីវ៉ៃអាវ៉ាន់បាន$1ថោក$1ថោកក៏ប៉ុន្តែបងប្អូនប្រមាណដង2 3ដងចំណាយប្រទេសផ្ដាល់គឺឃើញទិន្នន័យរបស់កង់របស់យើងគឺវាស្ដើងតែម្ដងបងប្អូនណាបាទអញ្ចឹងជៀសវាងក្នុងការចំណាយដែលទៅលើអេឡិចត្រូនិកបាញ់ QR ទៅវិញទៅមកហ្នឹងគឺវាអស់លឿនមែនតើបងប្អូនហើយចំពោះចំណុចដែលគួរជៀសវាងបងប្អូនសូមកុំនិយាយថាចាំសន្សំចុងខែហើយកុំចំណាយតាមអារម្មណ៍ហើយកុំមិនចង់កត់ត្រាចំណាយបានន័យថាបងប្អូនបានលុយភ្លាមសូមដកសន្សំភ្លាមហើយនៅពេលដែលបងប្អូនមុននឹងសម្រេចចិត្តទិញរបស់អ្វីមួយសូមបងប្អូនសួរខ្លួនឯងសិនថាតើរបស់ហ្នឹងដែលបងប្អូនទិញមកហ្នឹងវាចាំបាច់អត់បងប្អូនទិញមកហ្នឹងដើម្បីថាលុយឆាយដើម្បីសម្ភារៈនិយមឬក៏ដើម្បីជាចាំបាច់មែនបើសិនជាចាំបាច់មែនបងប្អូនទិញទៅណាតែបើសិនជាមិនចាំបាច់ទេសូមបងប្អូនគិតឡើងវិញមកធ្វើយ៉ាងណាដើម្បីរក្សាលុយរបស់យើងឲ្យបាននៅក្នុងកាបូបរបស់យើងហើយចំពោះការកត់ចំណាយផ្សេងបងប្អូនត្រូវតែយកចិត្តទុកដាក់ព្រោះថាបើយើងមិនបានកត់ទៅលើចំណាយទេយើងអត់ដឹងថាយើងចំណាយមួយណាដែលមានប្រយោជន៍ហើយនឹងចំណាយណាដែលអត់មានប្រយោជន៍ទេបងប្អូនណាអញ្ចឹងសរុបមកវិញវីដេអូនេះគឺខ្ញុំចែករំលែក3ចំណុចនៅពេលដែលបងប្អូនទទួលបានប្រាក់ខែណាគឺទី1ត្រូវដក 10% ដើម្បីសន្សំមុនសិនហើយបន្តមកទៀតចាំយកលុយសល់នោះយកទៅបែងចែកពាក់ព័ន្ធទៅនឹងការបែងចែកនេះបងប្អូនត្រូវបែងចែកទី1គឺទៅលើចំណាយចាំបាច់បងប្អូនដក$180ទៅហើយទី2ពាក់ព័ន្ធទៅនឹងការចំណាយដូចជាធ្វើឲ្យអារម្មណ៍បងប្អូនស្រស់ថ្លាហូបកាហ្វេឬក៏ចូលជីមហាត់ប្រាណបងប្អូនដក$60ទៅហើយចំណាយមួយទៀតគឺបងប្អូនត្រូវដកទុកដែរនោះគឺ emergency បាទសម្រាប់សង្គ្រោះបន្ទាន់ឬក៏បងប្អូនមានបញ្ហាទៅលើសុខភាពឬក៏បញ្ហាយានជំនិះអីផ្សេងបងប្អូនត្រូវចាយជាលុយ cash ផ្ទាល់ដាក់ក្នុងកាបូបហើយបងប្អូនកុំចាំដល់ចុងខែបានសន្សំហើយកុំចំណាយប្រើប្រាស់តាមអារម្មណ៍ផងដែរណា